រឿងរ៉ាវការប្រយុទ្ធមិញបងប្អូនស្រីបានធ្វើការបកស្រាយជូនកម្លាំងសមត្ថកិច្ចឲ្យបានដឹងក្នុងរឿងហេតុការបង្កើតរឿងប្រឌិតថាទៅសមត្ថកិច្ចថាមានករណីវាយប្លន់តែម្ដងខ្ញុំខំត្រង់ថាយើងប្រាប់យើងអ្នកប្រាប់គេថាប្រាប់ពូសមត្ថកិច្ចហើយនិងពូប៉ូលីថាមានខ្ញុំជិះមកកង់3ខ្ញុំជិះកង់3មកទៅគេវាយគេអីគេប្លន់ចឹងអាហ្នឹងខ្ញុំខុសមែនអញ្ចឹងអូននេះក្នុងហេតុការណ៍គាត់នៅនឹងដែរអញ្ចឹងគាត់មិនមែនជាបរិបទជីសេសមកជួយទេណាមិញមានការសរសើរបងអូនច្រើនអូនឯងបកស្រាយទីអូនគេសរសើរថាអូនឯងហ៊ានផ្លាស់ប្ដូរជីវិតហ៊ានប្ដូរជីវិតមកជួយស្រីស្អាតបរិបទជីសេសតាមពិតអូនឯងក្នុងហេតុការណ៍ហ្នឹងអូនឯងគាត់ជាសង្សាររបស់គាត់ដែរត្រូវទេបាទដោយសារទី1គាត់ខ្លាចម៉ាក់គាត់ថាឲ្យហើយខ្ញុំក៏គិតត្រង់ហ្នឹងថាបើខ្ញុំមិនជួយនិយាយគាត់ក៏ត្រូវមាត់ម៉ាក់គាត់ខ្លាំងហើយណាមួយបងអូនគាត់ក៏ត្រូវខ្លាំងដែរបើមើលដូចក្នុងរូបហ្នឹងហ៎បងយើងទៅមុខទៀតយើងនៅតែសងសាវាអញ្ចឹងណាទោះបើសិនគេវាអូនឯងជួយអត់ទេចូលជួយដល់ជួយនឹងជួយហ៎លើកមុនវាខ្ញុំរៀងស្វឹងដែរបងឲ្យគេច្រើនដែរចុះបើលើកក្រោយគេច្រើនជួយអត់ទេនៅចូលជួយអញ្ចឹងតែខ្ញុំដឹងថាគេអាចចិត្តវាយគាត់គេមករកតែខ្ញុំសុខចិត្តរត់ឲ្យនេះទៅណាបងហើយណាមួយគាត់ស្រីហើយបងប្អូនគាត់នឹងទៀតបាទជាបឋមសូមគោរពបងប្អូនទស្សនិកជនដែលនៅក្នុងបណ្ដាញសង្គម Facebook អញ្ចឹងក្នុងនាមខ្ញុំជាមេប៉ុកនគរបាលរដ្ឋបាលក្រាំងភ្នំខ្ញុំសូមជម្រាបជូនបងប្អូនទស្សនិកជនទាំងអស់និងអ្នកបណ្ដាលេងបណ្ដាញសង្គម Facebook ទាំងអស់ឲ្យបានជ្រាបថានៅយប់មិញនេះនៅវេលាម៉ោង2ជាងនេះឈានដល់ថ្ងៃទី30នេះមានករណីបងអូនស្រីម្នាក់និងបងអូនប្រុសម្នាក់មកដាក់ពាក្យបណ្ដឹងថាមានករណីគេវាយប្លន់យកទ្រព្យសម្បត្តិអញ្ចឹងប៉ុស្តិ៍នគរបាលរដ្ឋបាលយើងបានធ្វើការទទួលពាក្យបណ្ដឹងហើយដោយមានការអនុញ្ញាតពីលោកវរៈស្នេហ៍ឯកហួរមេងវាងអធិការនគរបាលខណ្ឌសន្ទុកក៏ដូចជាលោកវរៈស្នេហ៍តូពូសុភាលោកក៏បានដាក់បទបញ្ជាឲ្យធ្វើការស្រាវជ្រាវករណីនេះជាបន្តអញ្ចឹងដោយមានការសហការពីជំនាញព្រំតនខណ្ឌក៏ដូចជាកម្លាំងនគរបាលព្រំតនរាជធានីភ្នំពេញយើងបានធ្វើការស្រាវជ្រាវឃើញថាជាលទ្ធផលករណីនេះមិនមែនជាករណីប្លន់ទេមិនមែនជាករណីប្លន់ដោយបងទាំងពីរនាក់នេះមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចយើងទេករណីនេះក្រោយពីយើងបានធ្វើការស្រាវជ្រាវក៏ដោយមានការយកចិត្តទុកដាក់ពីលោកអធិការឲ្យធ្វើការចុះស្រាវជ្រាវកម្លាំងយើងចុះស្រាវជ្រាវពិនិត្យឃើញថាករណីនេះគឺជាករណីទំនាស់ដោយប្រើហិង្សាទំនាស់ដោយការប្រើហិង្សាមិនមែនជាករណីប្លន់ទេដោយមានជនជិះម៉ូតូចំនួន2គ្រឿងបានធ្វើការទាស់តែងគ្នាហិង្សាក៏មានការធាក់ម៉ូតូបដួលធ្វើឲ្យជនរងគ្រោះមានគ្រោះថ្នាក់រហូតមានក្មេងអាយុ9ឆ្នាំគ្រោះថ្នាក់ដោយសារហិង្សាមិនមែនជាករណីប្លន់ដោយបងប្អូនទាំងពីរបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងភ្នំយើងទេនេះខ្ញុំសូមជម្រាបជូនបងប្អូនទស្សនិកជនអញ្ចឹងអ្នកលេងបណ្ដាញ Facebook ឲ្យបានជ្រាបអញ្ចឹងដោយសារមានការយកចិត្តទុកដាក់ពីលោកអធិការវរៈស្នេហ៍ឯកព្រមមិនបានយើងបានស្រាវជ្រាវជាលទ្ធផលគឺជាក់ស្ដែងគឺឃើញថាបទល្មើសនេះមិនមែនជាបទល្មើសប្លន់ទេបាទសូមអរគុណពូតាតាមហេតុយ៉ាងម៉េចបានគាត់បង្កើតរឿងទៅជាករណីវាយប្លន់មូលហេតុអ្វីបានគាត់បង្កើតរឿងបានដើមហេតុដំបូងតាមប្អូនទាំងពីរមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងភ្នំយើងនេះអូនបាននិយាយថាបងអូនស្រីនេះបានជិះ pass up ពីមាត់ទន្លេមកពីអ្នកបងអូនប្រុសមួយអាយុ9ឆ្នាំពីបងអូនបង្កើតបងអូនស្រីហ្នឹងហើយមកដល់ចំណុចចិត្តវត្តប្រាំងក្នុងនេះថាមានម៉ូតូចំនួន2គ្រឿងដកមួកសុវត្ថិភាពវាយក្បាលបងអូនស្រីហ្នឹងហើយធ្វើឲ្យបងអូនស្រីហ្នឹងធ្លាក់ពីលើ pass up ហើយក៏ប្លន់យកកាបូបដៃទៅបាត់ទៅហើយ pass up ហ្នឹងក៏ទៅបាត់ទៅចាប់បងទូដែលមានការរករបួសថាវាធ្លាក់ពីលើកង់3នេះគឺរឿងគាត់តែទេពូ
តាមការស្រូវតាមការរីការបងប្អូនពីបណ្ដឹងបងប្អូនថាមានការវាយនៅលើក្មេងតូចនេះដែរក៏ប៉ុន្តែដល់ពេលយើងស្រាវជ្រាវទៅឃើញថាអត់មានទេអត់មានករណីដោយបងអូនស្រីមករីការដល់សមាជិកយើងទេគឺដោយសាររឿងដួលម៉ូតូរឿងធាក់ដួលម៉ូតូ ចឹងបងទូននេះមិនមានការវិទៅលើគាត់ទេដោយសារគ្រោះថ្នាក់ចរាចរណ៍និងការជនសង្ស័យពីរនាក់ដែលធាក់ហ្នឹងគឺបង្កមេទូនហ្នឹងធ្លាក់លើម៉ូតូតែម្ដងបាទរងរបួសចឹងមិនមានការវាយទៅលើគាត់នោះទេអត់មានដោយករណីបងអូនស្រីហើយនិងបងអូនប្រុសទាំងពីរមករាយការណ៍ជូនសមាជិកយើងទេគឺអត់មានករណីប្លន់ទេចុះការលើកឡើងរបស់គាត់ថាមានការកាប់ប្លន់យកផ្លាកលេខយ៉ាងណាដែរលោកគ្រូពាក់ព័ន្ធរឿងកាប់ប្លន់យកស្លាកលេខម៉ូតូនេះកាលពីប្រហែល3 4 5ថ្ងៃមុនឪពុកខុសប្អូនម្នាក់នេះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលយើងថាម៉ូតូហ្នឹងគឺជ្រុំបាត់ស្លាកលេខអញ្ចឹងយើងក៏បានទទួលពាក្យបណ្ដឹងអំពីបញ្ហាបាត់ស្លាកលេខម៉ូតូហ្នឹងដែរអញ្ចឹងពាក់ព័ន្ធនឹងការកាប់ប្លន់យកស្លាកលេខអីគឺអត់មានទេពាក់ព័ន្ធបញ្ហានោះមានហើយការត្រួតពិនិត្យនិងការស៊ើបអង្កេតរបស់កម្លាំងសមត្ថកិច្ចយ៉ាងការឆាយកាមេរ៉ាសុវត្ថិភាពនិងអ្នកឃើញសាកសីផុសតាងគឺបញ្ជាក់ថាករណីខាងលើនេះមិនមែនជាករណីមានប្លន់ទេគឺជាករណីជីជ្រួផ្លូវគ្នាក៏បង្កើតជាហិង្សាតែម្ដងហើយចំពោះដំណើរការរបស់កម្លាំងសមត្ថកិច្ចនឹងអាចធ្វើការស្រាវជ្រាវរកជនបង្កបានទេគ្រូឥឡូវនេះកម្លាំងសមត្ថកិច្ចយើងបានសហការជាមួយផ្នែកជំនាញក្រុមតនខណ្ឌក៏ដូចជាជំនាញក្រុមតននគរបាលរាជធានីភ្នំពេញនេះយើងកំពុងតែកំណត់មុខសញ្ញាហ្នឹងហើយយើងនឹងធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញាហ្នឹងបន្តហើយពាក់ព័ន្ធបញ្ហាហ្នឹងដំបូងហ្នឹងខ្ញុំខំត្រង់ថាយើងប្រាប់យើងអ្នកប្រាប់គេថាប្រាប់ពូសមាជិកហើយនិងពូលេខាមានខ្ញុំជិះមកកង់3ខ្ញុំជិះកង់3មកទៅគេវាយគេអីគេប្លន់យ៉ាងអាហ្នឹងខ្ញុំខុសមែនតែប៉ុន្តែគាត់ខ្ញុំចេញពីហូបអីនៅទូកោមួយបងអូនខ្ញុំអូនប្រុសហើយខ្ញុំបានញ៉ាំនិយាយអស់2 ដបហើយដល់ពេលហើយគាត់ទៅពេលខ្ញុំសួរនៅណាចាំគាត់ទៅយកដល់ពេលមកយកហើយបានមកដល់ផ្ទះទៅជួបផ្លូវគ្នាមួយគ្នាគាត់ហ្នឹងនៅក្រាសាំងខាតិចហ្នឹងក៏គាត់ហៅគ្នាហៅអីហ្នឹងទៅតែគេអត់ឈប់គេអត់អីយើងអត់ដឹងថាមានរឿងអីដល់ហើយក៏ជិះទៅជួបផ្លូវទៅគេជិះមានម៉ូតូមួយគ្រឿងជិះចុងវត្តពួកខ្ញុំថាជិះតាមផ្លូវខលវត្តខាងក្នុងហ្នឹងបាត់ទៅទេហើយប៉ុន្តែគេចូលជិះពីក្រោយគេធាក់ម៉ូតូចាធាក់ម៉ូតូណាធាក់ម៉ូតូនៃរឿងដូននេះបងអូននេះចាអូនហ្នឹងជិះជាមួយឯងឬមួយក៏អត់ជិះជាមួយខ្ញុំគាត់ណាដប់ឲ្យបងខ្ញុំនៅពីមុខអូនឯងដាក់ពីមុខចាដល់ពេលដែលគេធាក់យ៉ាងម៉េចទៀតគេដំបូងធាក់2 ដងធាក់ដួលធាក់ម្ដងទៀតទៅធាក់ដួលទៅបងខ្ញុំហ្នឹងគាត់បោកក្បាលនេះទៅពុកត្រង់ផ្លូវហ្នឹងដល់ពេលហើយខ្ញុំលើគាត់ឡើងទៅបងនេះក៏គាត់ត្រូវខ្លាំងដែរគាត់រត់ដែរគាត់រត់ចូលព្រៃចាចាំមិនឯងរត់ទេមកអត់រត់ទេពីណាបងអូនខ្ញុំលើកឡើងខ្ញុំយកបងអូនខ្ញុំព្រោះបងអូនខ្ញុំវាគាត់ឈាមច្រើនចុះគឺមានបាយខែមកទេគេរកវាយបងខ្ញុំមកមួកប៉ុន្តែខ្ញុំរងដែរខ្ញុំសួរថាខ្ញុំអត់ដឹងខ្យល់អីទេខ្ញុំមកជិះជាមួយគាត់ទេហើយក៏ខ្ញុំអត់ដែរមានរឿងអីចឹងដែរមិនត្រូវវាយគេថាបើខំតែមានក្មេងបើមិនក្មេងពួកខ្ញុំទាំងពីរងាប់តែវិញហើយអូនមូលហេតុអីដែលឲ្យអូនបានទៅដាក់ពាក្យបណ្ដឹងប្រាប់សមាជិកថាជាករណីវាយប្លន់ទៅវិញហ្នឹងខ្ញុំខកដោយសារខ្ញុំនិយាយចឹងទី1បងអូននៅលើខ្ញុំជាបងស្រីហើយដល់ពេលខ្ញុំស្លាន់ទៅក៏ខ្ញុំអត់ដឹងនិយាយថាម៉េចខ្ញុំក៏ប្រាប់គាត់ទៅថាខ្ញុំចាំនិយាយចេះទៅដោយសារខ្លាចម៉ាក់ខ្ញុំនឹងគាត់ខឹងគាត់អីចឹងណាយើងអ្នកការពារបងអូនបានតែឯងខ្លាចមិនឯងខឹងចាខ្លាចមិនឯងទៅនឹងឯងអូនខ្ញុំខ្លាចគាត់ខឹងដោយសារបងអូននៅលើខ្ញុំមានរឿងអីបងខ្ញុំមកសើប្រាក់ក្តីទៀតមានរឿងអីទៅខ្ញុំអ្នកទទួលខុសត្រូវឯងពេលហ្នឹងខ្ញុំស្លន់ដោយសារបងអូនខ្ញុំហូរឈាមច្រើនខ្ញុំនិយាយថាម៉េចខ្ញុំក៏ប្រាប់គាត់តាមទៅនិយាយចឹងទៅប្រាប់ម្ដាយថាចឹងទៅចាអញ្ចឹងម្ដាយក៏បានប្រាប់អ្នកសារព័ត៌មាននិងសមាជិកថាចឹងដែរចាទៅរឿងហ្នឹងអត់មានការបាយប្លន់អីទេមានការបាយប្លន់ទេគ្រាន់តែជួបផ្លូវគ្នាទៅនេះទៅយើងមកតាមគេយើងជិះពីក្រោយគេទៅយើងបាត់ចូលផ្ទះទៅគេភ័ក្រយើងអូនមានស្គាល់ពាក្យគីមកខាងទៀតទេហើយមានតបពាក្យសម្ដីគ្នាក្នុងការបើកបរដងផ្លូវមានស្រែគឺដងគ្នាអីទេខ្ញុំមកដែរស្គាល់ក៏ឃើញមកក៏ដែរឃើញអូនឯងធ្វើដំណើរក្នុងការធ្វើដំណើរបានម៉ូតូដែរខ្ញុំធ្វើតាមម៉ូតូពីអ្នកគាត់ដល់ពេលកណ្ដោះក្រាសាំងខាត់តិចហ្នឹងគាត់ឃើញពូម៉ាក់គាត់ថា
mừng ra tập bé ấy hai chi tới chua đó tập bé cái chi tranh màu vốn nhé chi tranh màu vốn nhé mà to bị khổ lắm cái ô cái chi lừa này con smart cảm nhận được ấy tập bé ấy cái chi tròn quát của nhung chi tròn té tới chi tam phải được té nó còn miên hưởng cái thẻ từ បងសួរមិនតិចទៀតអូនឯងហើយថាអូនខុសទៅវិស័យនឹងគ្នា thời sáng sáng ស្អីសង្ស័យគ្នាមូលហេតុផងម្ដាយខ្លាចម្ដាយដឹងរឿងថាអូនឯងពីរនាក់ហ្នឹងជាសង្សារគ្នាឬមួយយ៉ាងម៉េច à tí muối rồi nó có khai này tí pi tới khai ôn này thời một ខ្លាចទៅគាត់អូនឯងសាប់តែអូនរបួសខ្លាំងជាង khang con được khăn អញ្ចឹងពីអ្នកក្នុងសង្សារមួយទីមួយឆ្នាំនេះមកខ្លាចម្ដាយហ្នឹង dù là ដែរ ដែរចាប់អត់អីទេពួកនេះយើងនៅមុខសម្បត្តិកិច្ចរបស់គ្នាកុំឲ្យពួកអីមានអ្នកខ្លះចូលខមមិនថាអូនជាអ្នកជួយអញ្ចឹងណាបាទអញ្ចឹងកុំឲ្យមានការភ័ន្តច្រឡំអ្វីដល់គឺយើងឲ្យចង់ឲ្យច្បាស់ទាំងអស់តែម្ដងអញ្ចឹងណាអញ្ចឹងបានន័យថាអូននេះមិនមែនមកជួបតែចៃដន្យទេបាទអញ្ចឹងបានន័យថាយើងជាសង្សារនេះយើងបានយប់ហ្នឹងយើងបានទៅដើរលេងញ៉ាំអីចឹងទៅ មកធ្វើការចូលទៅញ៉ាំអីជុំគ្នាទៅប៉ុន្តែគាត់ញ៉ាំវានៅភូមិឯទៅគាត់ឆាប់សួរថានៅណាថានេះគាត់មកយកទេ អូ នៅទូនេះគឺ អញ្ចឹងអូននេះក្នុងហេតុការណ៍គាត់នៅនឹងដែរអញ្ចឹងគាត់មិនមែនជាបរិបទជាសយមកជួយទេណាមិញមានការប្រសើរបងអូនច្រើនអូនឯងបកស្រាយទីអូនគេសរសើរថាអូនឯងហ៊ានផ្លាស់ប្ដូរជីវិតហ៊ានប្ដូរជីវិតមកជួយស្រីស្អាតបរិបទជាសយតាមពិតអូនឯងក្នុងហេតុការណ៍ហ្នឹងអូនឯងគាត់ជាសង្សារបងប្អូនដែរត្រូវទេ បាទដោយសារតែទី1គាត់ខ្លាចម៉ាក់គាត់ថាឲ្យហើយខ្ញុំក៏គិតត្រង់ហ្នឹងថាបើខ្ញុំមិនជួយនិយាយគាត់ក៏ត្រូវមកម៉ាក់គាត់ខ្លាំងហើយណាមួយបងគាត់ក៏ត្រូវខ្លាំងដែរបើមើលដូចក្នុងរូបហ្នឹងហ៎បងដំបូងគាត់និយាយប្រាប់ខ្ញុំថាគាត់ភ័យខ្លាចម៉ាក់ថាឲ្យទៅខ្ញុំសួរថាលើនិយាយមិនចោះគាត់ថាអត់ដឹងទៅដល់ពេលសម្បោសង្វល់និយាយគ្នាមកបន្តិចគ្នាចោះមកឡើងនឹកឃើញថាឥឡូវថាហៅភាសាជីទៅហើយចាំថាបងជិះមកពីក្រោយ តែពេលអាពេលគេវាយមានបានជួយសង្សារឲ្យបងអូនពិត អត់ទេបងខ្ញុំដួលឲ្យនឹកឃើញតែគេអត់វាយគាត់ទេគាត់គេប្រែមករកតែខ្ញុំទេ កន្លែងរត់មក បាទព្រោះគេមកដល់ពីម៉ូតូហ្នឹងគេមកខ្ញុំហ្មង ចឹងអនឡាញមិនបរិយារត់ជិះសេសទេ អូនឯងរត់ដែរ នេះបើច្រើនដើរបង រត់យកឲ្យខ្លួនសិន បាទបានន័យថាអ្វីដែលអូនឯងភ័យបារម្ភខ្លាំងជាងគេរហូតដល់ស្កាត់កុហកសមត្ថកិច្ចកុហកអ្នកសារព័ត៌មានកុហកមកវិជ្ជារដ្ឋនេះគឺដោយសារតែបញ្ហាខ្លាចម្ដាយដឹងថាជាសង្សារគ្នា អត់ទេបងខ្លាចម៉ាក់គាត់ថាគាត់នេះបើខ្ញុំបើម៉ាក់គាត់ឈប់ឲ្យតាក់ទងគ្នាក៏ខ្ញុំអត់ថាដែរបងតែសំខាន់ខ្ញុំខ្លាចម៉ាក់គាត់ថាឲ្យគាត់រឿងយប់ហើយយកបងអូនដើរលេងហើយមានរឿងអញ្ចឹងហ៎បង ខ្ញុំភ័យចឹងទេខ្ញុំអត់ភ័យរឿងថាគាត់ខ្លាចដឹងទេបង ចុះអូនស្រីភ័យរឿងអីបានគាត់ដល់ថ្នាក់ហ៊ានកុហកសមត្ថកិច្ចបែបហ្នឹង ខ្ញុំស្លន់យង ស្លន់ ស្លាប់ណា គាត់ឃើញបងអូនដួលស្លន់លើក3បងអូនណានិយាយមួយគេខ្ញុំមកតតាហើយគាត់តាគេនិយាយ តែរនឹកខុសសមត្ថកិច្ច ខ្ញុំភ័យខ្ញុំពេលហ្នឹងខ្ញុំគិតថាខ្ញុំភ័យខ្ញុំអត់ប្រាប់ម៉ាក់ខ្ញុំថាមកយើងទៅពេលហ្នឹងក៏គាត់និយាយដែរខ្ញុំចាំធ្វើជ័យប្រាប់ថាជាភាសាមកតាមព្រោះតាមអីទៅវាមិនចង់ឲ្យម៉ាក់ស្ដីឲ្យស្អែកពេលហ្នឹងក៏ម៉ាក់ខ្ញុំគាត់យ៉ាងស្វល់ដែរអញ្ចឹងបើនិយាយខាងទៅមានរឿងខាងជាងនឹងទៀតទៅមានតែប៉ុណ្្នឹងទៅក៏